ហើយចុះបើសិនជាគេឲ្យយើងរៀបរាប់ពីចំណុចអវិជ្ជមានដែលខ្មែរទទួលបាននៅពេលដែលខ្មែរនឹងស្ថិតនៅក្រោមអាណានិគមបារាំងវិញអូខេចឹងចំណុចអវិជ្ជមានដែលខ្មែរទទួលបានឬក៏ចំណុចអវិជ្ជមាននៃអាណានិគមរបស់បារាំងហ្នឹងគឺមាន5ចំណុចដូចគ្នាទី1នោះគឺបារាំងធ្វើឲ្យប្រជាជនខ្មែរកាន់តែក្រីក្រដោយសារតែការគៀបសង្កត់ការជិះជាន់ការកេងប្រវ័ញ្ចការឲ្យប្រជាជនខ្មែរហ្នឹងបងពុនហួសហេតុបំពង់យ៉ាងធ្ងន់ធ្ងរទី2នោះគឺបារាំងធ្វើឲ្យមានគម្លាតរវាងអ្នកទីក្រុងជាមួយនឹងអ្នកជនបទគឺអ្នកមានជាមួយនឹងអ្នកក្រតែបង្កើតបានទៅជាទំនាស់ការបែងចែកវណ្ណៈរហូតឈានទៅដល់ស្ថានភាពដែលវាធ្ងន់ធ្ងរវាអាចស្រោចស្រង់បានទី3គឺបារាំងបានសម្រាប់ប្រជាជនខ្មែរដោយបារាំងបានកេណ្ឌរាជខ្មែរឲ្យទៅច្បាំងនៅក្នុងសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2ទី3ហ្នឹងហើយទី3នោះគឺបារាំងបានប្រមូលយកវត្ថុមានតម្លៃមរតកខ្មែរកិត្តិយសភ័ណ្ឌខ្មែរវប្បធម៌ខ្មែរហ្នឹងគឺទៅប្រទេសរបស់វានិងទី5ដែលជាចំណុចចុងក្រោយនោះគឺបារាំងបានកាត់ទឹកដីខ្មែរឲ្យទៅប្រទេសជិតខាងដោយអត់បានសួរពីភាគីខ្មែរទេមានដូចជានៅថ្ងៃទី23ខែមីនាឆ្នាំ1907បារាំងបានកាត់ខេត្តត្រាតឲ្យទៅសៀមនៅថ្ងៃទី31ខែមករាឆ្នាំ1939បារាំងបានកាត់បញ្ចូលកោះត្រល់ទៅក្នុងដែនរដ្ឋបាលកូសាំងស៊ីនហើយនៅថ្ងៃទី4ខែមិថុនាឆ្នាំ1949បារាំងបានកាត់ទឹកដីកម្ពុជាក្រោមដែលជាទឹកដីកូសាំងស៊ីននឹងឲ្យទៅស្ដេចយួនបាល់ដាយ That's all